បញ្ញាថាបងមកជួបនៅទីនេះពេលនោះទេដូចបងដឹងស្រាប់ហើយពួកខ្ញុំមានតែពីរអ្នកបងប្អូនទេតែខ្ញុំមិនបានស្រឡាញ់បងមិនចង់រៀបការជាមួយបងបងដកដង្ហើមធំរហូតឲ្យតែនិយាយរឿងហ្នឹងរឿងមួយក៏បងស្រឡាញ់ខ្ញុំបងស្រឡាញ់អូនបងរ៉ាត់បងស្រឡាញ់អូនដូចជាបងអូនស្រីបង្កើតរបស់បងអញ្ចឹងអូយបងចម្លងអ្នកណាខ្ញុំមិនទៅខ្វល់ទេខ្ញុំខ្វល់តែរឿងលោកដុកទ័ររិទ្ធនិងស៊ីនួនតែប៉ុណ្ណោះអូម្ដាយទុកឪពុកដាក់ទាំងពីរនាក់គឺជាកូននឹងគ្នាតាំងពីតូចបានយករបស់កូនមកឲ្យបងចាចឹងខ្ញុំក៏លាបងទៅវិញហើយជប់សិនទៀតអូនមិននៅអង្គុយលេងតិចទេខ្ញុំចង់អង្គុយលេងដែរតែខ្លាចម្ចាស់ផ្ទះមិនទទួលហើយតែបងស្រឡាញ់ខ្ញុំស្រឡាញ់ហេតុអីបានជាឲ្យបងមកស្គាល់លោកអូនបើសិនជាខ្ញុំមិនអញ្ជើញបងទៅព្យាបាលជំងឺកូនទេពួកយើងក៏មិនស្គាល់គ្នាដែរនិស័យឲ្យពួកយើងស្គាល់គ្នាមើលអ្វីត្រូវបានយ៉ាងរបស់មនុស្សតែនេះចំពោះមកតែកែភ្នែកមិនអាចមើលនឹងពីអតីតកាលរបស់ពួកគេបានទេពីអូនហាក់បីដូចជាមានរឿងអាចបំបាននឹងអតីតកាលតែមិនរីករាយអតីតកាលគឺជាប្រវត្តិរបស់មនុស្សម្នាក់ទាំងខ្ញុំនិងបងរួមទាំងមនុស្សសត្វព្រោះនេះជាច្បាប់ធម្មជាតិចុះបងមិនចង់រំលឹកហើយមិនចង់ចងចាំនោះបងអាចបំពេញបានបងមិនអាចទេតែបងក៏មិនចង់រំលឹកបងមិនចង់ចងចាំព្រោះបងខ្លាចភាពងងឹតបងចង់រត់គេទៅរកពលឺដ៏ល្អដល់ត្រកាហើយពលឺនោះអូនបានឲ្យមកបងតាំងពីជួបគ្នាដំបូងមកទៅនេះនួនគួរតើពីអីនួនចាំតិចទៅបានមកដោះមិនដាច់ចិត្តយកចាំមកផ្លែលោកយកមកធ្វើអីដុតផ្ទះជប់ព្រាមឆាប់ទៅផ្ទះជាមួយនឹងបងខ្ញុំមិនទៅខ្ញុំនៅទីនេះជាមួយបងចំបងប្រុសជប់ខឹងទៅចាំជប់ជួយនិយាយនួនឲ្យជិះបងសាទៅមិនបាច់ទេខ្ញុំមកទីនេះគឺដើម្បីចាប់លោកបងមកចំចូលកូនសិនអ្នកចិត្តខាងបងមកបើបងចាប់បងចន់បងចាប់ខ្ញុំដែរទៅពីគាត់ព្រមចាប់ទេតាមប្រាប់មកពីបងតាមឯងពេកទើបឯងខូចបែបនេះបើឯងនៅតែបន្តរឿងតែអត់ពិចារណាទៀតបងឃុំឯងទុកនៅក្នុងផ្ទះរហូតដល់ថ្ងៃលើឲ្យគេលោកខ្ញុំអូធួយហើយការនេះទឹកតកើតឡើងព្រឹកមិញនេះទេទើបតែរកឃើញទេហើយអ្នកខ្សែនេះចុះតែប្តេជ្ញាផ្ដាស់តែម្ដងចាំមើលអ្នកខ្សែមួយណាអញ្ចឹងការឈប់ពាស់ខ្ញុំទៅខ្សែចុះតែប្តេជ្ញាផ្ដាស់ទាំងអស់ខ្ញុំនឹងរត់អស់ចុះទាំងអស់អត់ទេលោកឆាប់អស់មែនទេទេបើលោករត់យកកសាច់ខ្ញុំតែខ្ញុំបានឲ្យចិញ្ចឹមម្ដាយចាំជឿទៅបើមិនអញ្ចឹងលោកឲ្យលោកខ្ញុំមកអូអត់ទេលោកខ្ញុំត្រូវការទៅលើខ្ញុំត្រូវការទៅផ្លូវទៅខ្ញុំឲ្យលោកទាំងអស់ជប់ព្រាមការឈប់បោះស្វាយតែណា
គឺនាងណាហើយនាងស្មា ចាំមកនៅជាមួយនឹងប្រុស នេះនាង គឺអ្នកស្រីដាវីពិតជាដូចហេតុការណ៍កាលពីព្រឹកមិញនេះណាអ្នកណាជាអ្នកគូររូបភាពនេះ ខ្ញុំ នាង អត់ទេខ្ញុំមានន័យថាខ្ញុំជាអ្នកកសែតខ្ញុំមិនចេះគូររូបទេ អើយ ទេខ្ញុំហៅខ្ញុំជឿលោកជាអនុស្សាវរីយ៍ ខ្ញុំមិនដឹងនិយាយប្រាប់អ្នកទាំងអស់នេះថាយ៉ាងម៉េចទេខ្ញុំពិតជាមិនចាំថារូបនេះខ្ញុំគូតាំងពីពេលណា ខ្ញុំគិតថាលោកគួរតែទៅបុកកលីវិញល្អជាងនឹងធ្វើឲ្យអ្វីៗគ្រប់យ៉ាងมันចងចាំបានល្អ អង្មងការនិយាយរបស់បងចនពិតជាមិនសមហេតុផលណាតែមានចំណុចមួយ អើយ ចាំមិនចាំខ្ញុំទៅសុំទោសគាត់លោកចានលោកចានឲ្យខ្ញុំសុំទោសផងលោកយល់ចាស់ថាខ្ញុំពិតជាដឹងថាលោកពិតជាពិការមែននួនអូនលោកចិត្តសំប្រាអូនតិចទៅចេញ លោកចនឆាប់ទៅប៉ុស្តិ៍ជាមួយខ្ញុំ ឆាប់សិន ស្អីទៀតហើយ ស្នងតាមបទពិសោធន៍ខ្ញុំជាអ្នកកាសាតាំងពីខ្ញុំឈានជើងក្នុងផ្ទះនេះខ្ញុំមានអារម្មណ៍ខ្លាចហើយលោកចោតបាននិយាយថាលោកមិនបានស្លាប់នោះទេខ្ញុំហ៊ានអះអាងអ្វីដែលខ្ញុំគិតនៅក្នុងផ្ទះនេះគឺមានក្បាល ខ្ញុំក៏មានអារម្មណ៍ដូចនាងចឹងដែរអើយ ចូលក្នុងខ្លួនចោតគូឡើងវិញណាហេតុការណ៍អូយអ្នកស្រីដាវីអ្នកស្រីដាវីបើសិនជាខ្ញុំនិយាយខុសអីកុំប្រកាន់ជឿអ្នកស្រីដាវីចូលខ្លួន ចូលវិញទៅ ចូលវិញទៅមក ក្រែងបងជាប៉ូលីសហីមិនក៏បងបណ្ដោយឲ្យនាងនិយាយអេរញ៉េរញ៉េអេស្ដាប់ហ្មង អើយបងអើយណែនាងមានដឹងទេថា មកដល់ខ្លួនខ្ញុំ ណា ចូល គាត់ចូលពីសម្បត្តិយើងគឺមើលយើងចឹងហើយ អូចេញមើលតាមស្បត់ ជាបថោតែមិញហ្នឹងនាងមានអារម្មណ៍ថាផ្ទះនឹងមានខ្មោចដែរណា ខ្មៅអូយ ក្មេង ម៉េចម៉េច ឃើញមិនណា ម៉េច ក្មេងរូបភាពនេះ ខ្មៅ មិនបាច់ទៅទឹកមុខបងពួកគេបងពេញដាក់កំហឹងអញ្ចឹងតើនៅកន្លែងកើតហេតុមានក្មេងតែនេះទេ ទៅជួបអនាគតកូនប្រសា ចាចាខ្ញុំតែខ្លាចអត់ទេអ្នកស្រីខ្ញុំមកតែម្នាក់ឯងតាអត់ទេអ្នកណាមកជាមួយខ្ញុំអត់ទេអ្នកស្រីខ្ញុំមកម្នាក់ឯងទេអញជាអ្នកណាខ្ញុំអត់ផាន់ណាអី ស្ងាត់ឈឹកស្អីចេះសហ៎សុផតអចុះរវាងម៉ែដោះនឹងអ្នកស្រីដាវីមានការសម្ងាត់អីនឹងគ្នាអូជំរាបសួរលោកពុកផាត់ប៉ានួន ហេ ជំរាបសួរលោកពូផាត់ក្មួយសូមណែនាំឲ្យលោកពូបានស្គាល់នេះគឺជាបងចនសង្សាររបស់ក្មួយ អើយពិតមក ក្រៅអំពីម៉ែដោះដែលមានទំនាក់ទំនងជាមួយអ្នកស្រីដាវីនេះឥឡូវនេះក៏លេចមុខលោកផាត់មកម្នាក់ទៀត អូ